បាទជំរាបសួរពុកម៉ែបងប្អូនហ្នឹងហើយអតិជនចាស់ថ្មីរបស់ក្រាស់ VS 168អូតូខាហ្នឹងហើយថ្ងៃនេះមានកិត្តិយសមកបង្ហាញរថយន្តនៅក្នុងស្តុកប៉ុន្តែក្នុងថ្ងៃនេះខ្ញុំអត់បានមកធ្វើការលក់រថយន្តទេតែខ្ញុំចង់បង្ហាញអំពីត្រកូលមួយជារថយន្តដែលក្នុងត្រកូលមួយដែលល្បីបាទហើយពុកម៉ែបងប្អូនអ្នកនៅភ្នំពេញក៏គាត់មើលទៅប្រហែលជាភ្លេចហើយសម្រាប់រថយន្តមួយនេះព្រោះដោយសារតែផ្លាកលេខរាងទាបបាទតែរថយន្តសពថ្ងៃប្រភេទរថយន្តស្អាតគឺពិបាកក្នុងការរោដែរបាទអញ្ចឹងរថយន្តនេះខ្ញុំប្រាប់ពីប្រភេទធន់បាទជាប្រភេទរថយន្តដែលធន់បាទអត់មានជាប្រភេទរថយន្តដូចឡានកូរ៉េឬឡានចិនអីទេបាទជាប្រភេទរថយន្តសាច់ដែកធន់មានកម្លាំងខ្លាំងតែម្ដងបាទអញ្ចឹងរថយន្តនេះបាទខ្ញុំយកមកប្រាប់គឺរថយន្ត02បាទប្រភេទ02ហើយប៉ុង1បាទអញ្ចឹងការប្រើប្រាស់ប៉ុង1ខ្ញុំនឹងប្រាប់អំពីអត្ថប្រយោជន៍ប៉ុង1និងប៉ុង2សម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់បើសិនជាយើងប្រើប្រាស់លក្ខណៈគ្រួសារនៅក្នុងក្រុងយើងប្រើប៉ុង1គឺអែមខ្លាំងមែនទែនដោយសារតែការប្រើប្រាស់ស៊ីសាំងតិចបាទហើយងាយស្រួលដោយសារតែយើងនៅស្ថានភាពផ្លូវវាបែងចែកគ្នាដែរបើសិនជាស្ថានភាពផ្លូវពុកម៉ែបងប្អូននៅក្នុងចលងតាមមានដូចជានៅចិត្តព្រះវិហារអីគឺយើងត្រូវការប្រភេទប៉ុង2តែបើសិនជានៅក្នុងក្រុងក្នុងអីពុកម៉ែបងប្អូនបើប្រើប្រាស់ប៉ុង1ដូចជាមានបញ្ហាទេសម្រាប់ការប្រើប្រាស់ហ្នឹងហើយគឺដោយសារតាបើសិនជាយើងគិតថាបើប្រើប៉ុង1នៅពេលដែលជាប់ផុងវារាំងពិបាកបន្តិចតែបើសិនជាយើងប្រើលក្ខណៈនៅក្នុងក្រុងគឺមិនងាយដែលជាប់ផុងទេបាទតែបើសិនជាយើងទៅប្រើនៅតាមជនបទចុះផ្លូវដែលពិបាកដីក្រហមលេអីយើងត្រូវការប្រើប្រាស់ប៉ុង2បាទត្រូវការប្រើប្រាស់ប៉ុង2ហើយដើម្បីកង់ទាំង4វិលគេហៅថា all wheel drive បាទបងប្អូនហ្នឹងហើយកង់ទាំង4តែសម្រាប់រថយន្តប៉ុង1វិញជាប្រភេទរថយន្តដែលវិលតែកង់មុខ2ទេបាទអញ្ចឹងកង់ក្រោយអត់វិលទេតែវាមានលេខអក្សរជាប់ផុងមានលេខ L មានលេខ2បាទយើងអាចសាងលេខបានអញ្ចឹងប្រភេទពួកប៉ុង1ប៉ុង2គឺបែបហ្នឹងបងប្អូនតោះយើងមកមើលរថយន្តដែលសាច់ឡានស្អាតបាទរថយន្តនេះបងប្អូនឆ្នាំស៊ីនមួយជុំតែម្ដងបាទអញ្ចឹងរថយន្តដែលឆ្នាំទៀបហើយនៅឆ្នាំស៊ីនមួយជុំទៀតកម្រណាកម្រមានដោយសារអីដោយសារជាប្រភេទរថយន្តដែលពួកយើងពិបាកក្នុងការដើររោទិញបានហើយដោយសារអីទី1ប្រភេទឆ្នាំទៀបហើយឆ្នាំស៊ីននៅមួយជុំទៀតអញ្ចឹងគិតថាពុកម៉ែបងប្អូនឆ្នាំ2002រហូតដល់ឥឡូវ20ឆ្នាំជាងហើយ23ឆ្នាំពុកម៉ែបងប្អូនពិបាកក្នុងការដើររោឆ្នាំដែលឡាននៅទឹកឆ្នាំស៊ីនមួយជុំបងប្អូនបាទអាចមើលបានហ្នឹងហើយអញ្ចឹងបងប្អូនដែលស្វែងរករថយន្តស្អាតបងប្អូនអាចដើរមើលរថយន្តឲ្យបានច្រើនបន្តិចដើម្បីយើងយកទៅប្រៀបធៀបបងប្អូនខ្លះគាត់ខ្ញុំអត់ចោទទៅលើបងប្អូនមួយចំនួនអ្នករ៉ូស៊ីឡានឬក៏គាត់កុកជេអីទេព្រោះខ្ញុំអ្នករ៉ូស៊ីឡានដែរអញ្ចឹងបើសិនជាគាត់មានភាពស្មោះត្រង់គាត់ប្រាប់យើងហើយថារថយន្តហ្នឹងមានសភាពមិនខ្លះតែពេលខ្លះទៅសម្រាប់ចំណេះដឹងគឺមានផ្សេងគ្នាបងប្អូនបាទអញ្ចឹងគាត់នៅមានកម្រិតរបស់ខ្ញុំក៏មាននៅមានកម្រិតដូចគ្នាដែរអញ្ចឹងការមើលរថយន្តបើសិនជាគាត់ប្រាប់ថាឡានឆ្នាំស៊ីនមួយជុំប៉ុន្តែគាត់បានទៅមើលទេតែម្ចាស់ឡានគេកុហកគាត់ហ្នឹងណាដោយសារអ្នកគុកជេអញ្ចឹងអញ្ចឹងបងប្អូនអាចមើលបានថាភ្លីយើងរៀនមើលខ្លួនឯងព្រោះប្រភេទរថយន្តឡានដែលឆ្នាំស៊ីនមួយជុំគឺវាអត់មានអីពិបាកមើលទេបងប្អូនបាទតោះបងប្អូនយើងមកមើលពីរបៀបមើលសាច់ឆ្នាំឡានបាទឆ្នាំស៊ីនឬក៏ឆ្នាំបាញ់តោះបងប្អូនមកចិត្តខ្ញុំហ្នឹងហើយសម្រាប់រថយន្តបងប្អូនបាទអាចមើលបានយើងមើលការប្រៀបធៀបបើសិនជានៅខាងក្នុងនេះហើយបងប្អូនអាចមើលបាននេះកន្លែងជ័រនេះបើសិនជាជ័រនេះគេបាញ់ឬក៏ប៉ះពីអីវាអត់មានជ័រស៊ីនរបស់វាតុននៅអញ្ចឹងទេបាទហើយនេះលេខកូដហ្នឹងហើយលេខកូដរបស់វានៅមួយជុំតាំងខាងនេះគេហៅលេខកូដតួបាទហើយនេះលេខកូដតួនៅតំណេះដូចគ្នាដែរហើយសម្រាប់រថយន្តដែលមួយទៀតដែលមានប៉ះពៀហើយភាគច្រើនគេបាញ់ចូលខាងក្នុងដោយបាញ់ចូលកលៀតនេះប្រឡោះនេះបាញ់ចូលកលៀតតាមនេះអីទាំងអស់នេះអានេះហើយជាចំណុចមួយដែលបងប្អូនតែគួរតែយល់ដឹង
សម្រាប់ពេលទៅទិញរថយន្តមិនថាទិញកន្លែងខ្ញុំទេទិញកន្លែងអ្នកណាក៏ដោយដែរបងប្អូនអាចមានចំណេះដឹងខ្លះសម្រាប់ការមើលរថយន្តហ្នឹងហើយបងប្អូនអត់សូវជួបអាហារនិភ័យទេតែបើសិនជាបងប្អូនអត់មានចំណេះដឹងនៅលើវាបាទបងប្អូនទៅទិញរថយន្តតម្លៃម៉ឺនជាងនៅពេលដែលខ្វះចំណេះដឹងនោះហើយជាចំណុចដែលខ្វះខាតដែលយើងខាតលុយតែម្ដងបាទអញ្ចឹងបងប្អូនបាទតោះយើងមកមើលនៅក្នុងរថយន្តដែលរថយន្តថ្មីហ្នឹងហើយមកមើលប្រភេទរថយន្តថ្មីបាទប្រភេទក្នុងលឿងហ្នឹងហើយរថយន្តនេះថ្នាំស៊ីនមួយជុំក្នុងលឿងបាទក្នុងថ្មីបងប្អូនបាទមើលបានហ្នឹងហើយមួយឈុតនេះជាប្រភេទរថយន្តកម្របាទបែបនេះគឺប្រភេទរថយន្តកម្រតែម្ដងបាទមិនងាយបានជួបទេបាទមួយគ្រឿងពួកខ្ញុំទិញមកគឺសម្រាប់សម្រាំងខ្លាំងមែនទែនទម្រាំនឹងបានរថយន្តយកមកធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនហ្នឹងហើយសម្រាប់រថយន្តនៅខាងក្រោយប្រភេទលុតស៊ីបាទយើងមានសមាជិក5នាក់ទៅណាទៅណីបាទលក្ខណៈគ្រួសារអែមបាទទី1គឺ SUV បាទប្រើប្រាស់លើដងផ្លូវអីគឺស្រួលខ្លាំងមែនទែនហើយទី2ការប្រើប្រាស់របស់វាគឺបងប្អូនមួយចំនួនធំដែលគាត់ធ្លាប់ប្រើលិចស៊ីហើយបាទទៅប្រើឡានប្រភេទផ្សេងពិបាកក្នុងការប្រើដោយសារពួកប្រភេទរថយន្តដែលកម្លាំងខ្លាំងហើយបាទប្រើប្រាស់ស្រួលតម្លៃ10000តិចតួចបងប្អូនទិញបានរថយន្តស្អាតយកទៅប្រើប្រាស់តកូនតចៅតែម្ដងព្រោះលិចស៊ីបងប្អូនមិនមែនជាប្រភេទរថយន្តពួក brand ចិនbrand កូរ៉េទេបាទខ្ញុំនិយាយនេះមិនបានប្រអាប់ថារថយន្តចិនមិនល្អទេឬក៏រថយន្តកូរ៉េមិនល្អទេតែរថយន្តមួយទឹកដូចគ្នាឆ្នាំដូចគ្នាបើចង់ប្រៀបធៀបជាមួយលិចស៊ីទៅអត់រួចទេបាទហើយយករថយន្តកូរ៉េឆ្នាំ01អីមកអត់មានទេព្រោះរថយន្តកូរ៉េភាគច្រើនគីម៉ូនីងចាប់ពី04ឡើងទៅហើយពេលខ្លះរថយន្តគីម៉ូនីងស្រួលបងប្អូនទិញស្រួលឆ្នាំ04 05អីពុកបាតអស់តែរថយន្តមួយគ្រឿងនេះ01 02លិចស៊ីអត់ទេបងប្អូនបាទហើយជាប្រភេទរថយន្តស្អាតតោះយើងមកមើលក្នុងប្លុកម៉ាស៊ីនទាំងអស់គ្នាបាទដោយសារតែយើងមើលក្នុងប្លុកម៉ាស៊ីនតិចទៅរបៀបនៃការយើងមើលទិញរថយន្តស្អាតយកទៅប្រើប្រាស់អញ្ចឹងពុកម៉ែបងប្អូនមកជួបខ្ញុំមកមើលរថយន្តខ្ញុំទិញមិនទិញអត់សំខាន់ទេបងប្អូនអញ្ចឹងបងប្អូនមកមើលរថយន្តឲ្យច្រើនហើយចេះមើលពេលបងប្អូនចេញទៅក្រៅបងប្អូនមិនទិញរថយន្តខ្ញុំបងប្អូនទៅមើលរថយន្តគេផ្សេងក៏បងប្អូនមានចំណេះដឹងក្នុងការមើលបាទអញ្ចឹងប្រភេទរថយន្តថ្មីបងប្អូនបាទយើងមើលក្លុកកលៀតនេះអត់មានការធ្វើថ្មីឬបាញ់អីទេលេខកូដលេខអីគឺនៅមួយជុំរបស់វាតែម្ដងបាទនេះស្មែលេខកូដអីនៅមួយជុំនឹង color អីក៏នៅដែរបាទហើយក្នុងប្លុកម៉ាស៊ីនអីខ្ចៅខ្យងអីបងប្អូនមើលបានហើយគឺនៅថ្មីបណ្ដោយបាទយន្តមួយគ្រឿងនេះអែមបាទសម្បីតែនៅក្នុងកន្លែងក្លុកកលៀតកប៊ូមកអីនេះគឺយ៉ៅអីរបស់វាគឺនៅទាំងអស់ណាហ្នឹងហើយនេះហើយគឺជាប្រភេទរថយន្តដែលបងប្អូនត្រូវដឹងមិនមែនខ្ញុំថតបង្ហាញអីលក់ដូរមិនប្រាប់ពីចំណុចរថយន្តមើលរថយន្តថាអូរថយន្តមើលថារថយន្តថ្មីរថយន្តចាស់ឬរថយន្តយ៉ាងម៉េចដែលពុកម៉ែបងប្អូនចង់បានដោយសារចំណុចហ្នឹងឯងខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនជាបន្តបន្ទាប់ទៀតព្រោះដោយសារតែខ្ញុំកាត់រថយន្តមួយគ្រឿងខ្ញុំលក់នៅក្នុងការ៉ាសអញ្ចឹងខ្ញុំការពីទី1ខ្ញុំខ្លាចពេលដែលពុកម៉ែបងប្អូនទិញរថយន្តពីខ្ញុំហើយយកទៅប្រើអត់សុបាយចិត្តទេដោយសារតែរថយន្តខូចរថយន្តខាតច្រើនប៉ះពីហើយបងប្អូនយកទៅប្រើប្រាស់អន់ចិត្តអញ្ចឹងខ្ញុំអត់ធ្វើបែបហ្នឹងទេចា៎បាទអញ្ចឹងពុកម៉ែបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំហើយម៉ែកុំភ្លេចជួយ follow page ឲ្យខ្ញុំមួយផងហ្នឹងហើយដើម្បីទទួលបានវីដេអូថ្មីបាទសូមអរគុណជម្រាបលាបាយបាយ